សួស្តីអ្នកនរគ្នាក្រោយពីសម្រាប់មួយរយៈដើម្បីគិតនិងពិចារណាឡើងវិញមកយើងឃើញថាបើសិនជាយើងគិតពីចំណង់ចំណូលចិត្តពីជំនាញបទពិសោធន៍ហើយនឹងដើមទុនរបស់យើងហើយនឹងទីផ្សារបច្ចុប្បន្នហើយនឹងថាអ្វីដែលយើងអាចធ្វើបាននៅពេលនេះគឺមានពីរទីមួយគឺការបើកហាងលក់គ្រឿងអគ្គិសនីហើយនិងទីពីរនោះគឺការបើកហាងលក់កុំព្យូទ័រពួកពីរនេះសុទ្ធតែជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយវាក៏ហើយខ្ញុំក៏ធ្លាប់មានបទពិសោធន៍កាលពីមុនមកដូចគ្នាដែរហើយសម្រាប់ជម្រើសទាំងពីរនេះចាំមើលតែខ្ញុំនឹងរើសយកមួយណាដែរហើយសម្រាប់ជម្រើសទាំងពីរនេះខ្ញុំនឹងជ្រើសរើសយកមួយដើម្បីយកវាធ្វើជាគ្រឹះហើយអភិវឌ្ឍវាហើយពង្រីកវាទៅដល់គោលដៅទី2មួយទៀតចូលអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះគោលដៅទាំងពីរនេះអ្នកទាំងអស់គ្នាគិតថាការបើកហាងលក់គ្រឿងអគ្គិសនីល្អឬមួយក៏ការបើកហាងលក់កុំព្យូទ័រល្អជាងដែរសូមជួយដល់ជា comment ឬមួយក៏មតិយោបល់នៅខាងក្រោមនេះផងបាទសូមអរគុណបាទ